ក្រុមនិស្សិតសាកលវិទ្យាល័យចំនួន5នាក់ដែលមានសុផលที่មេក្រុមដោយសាររឹងរូសនិងមិនជឿលើអភិយៈជំនឿបានសម្រេចចិត្តបោះតង់កំសាន្តនៅតំបន់ដាច់ស្រយាលមួយឈ្មោះថាជ្រលងព្រៃឥសីទីនោះល្បីល្បាញថាជាតំបន់សម្បូរដោយសម្រស់ធម្មជាតិស្រស់បំព្រងប៉ុន្តែអ្នកភូមិចំណាស់តែងប្រមានថាកុំទៅដេកនៅទីនោះឲ្យសោះវាជាដែនអាយ៉ងគ្មានមនុស្សហ៊ានចូលទៅបោះតង់តាំងពី10ឆ្នាំមុនមកហើយសុផលសอยចំអកដាក់សម្ដីអ្នកភូមិពូពួកយើងជាសិស្សរៀនវិទ្យាសាស្ត្រគ្មានអ្វីក្រៅពីខ្យល់ទឹកនិងដីទេខ្មោចអីរឿងនិទានទេពួកគេបានបើកឡានរហូតដល់កន្លែងបោះតង់មួយដែលមើលទៅស្ងាត់ជ្រងំជាងគេដើមឈើធំធំបាំងពន្លឺព្រះអាទិត្យធ្វើឲ្យបរិយាកាសត្រជាក់ស្រឹបនៅក្បែរកន្លែងនោះម៉ាឡៃដែលជាសិស្សស្រីម្នាក់ក្នុងចំណោមពួកគេបានឃើញរានទេវតាដែលទ្រុឌទ្រោមមួយមានបន្សល់ទុកនៃគ្រឿងសក្ការៈចាស់ចាស់និងធូបរលត់អាជាច្រើននាងមានអារម្មណ៍មិនស្រណុកក្នុងចិត្តនិងខ្សឹបប្រាប់សុផលថាយើងដូរទីតាំងទៅកន្លែងនេះមើលទៅដូចគេគោរពបូជាអីមួយយ៉ាងចឹងសុផលកំពុងរៀបចំដុតឈូងបានឆ្លើយទៅមោទនៈថាខ្លាចអីកុំអោយបាក់មុខនៃសិទ្ធិបច្ចេកវិទ្យាពេកវិញ្ញាណបើហ៊ានមែនឲ្យជិនមកស៊ីសាច់ខ្ញុំនឹងយកវាទៅពិសោធន៍រាត្រីបានឈានចូលមកដល់យ៉ាងរហ័សភាពងងឹតនៃព្រៃឥសីគឺងងឹតជាងរាត្រីធម្មតា10ដងក្រោយពេលពិសាអាហាររួចពួកគេបានចូលសម្រាប់កងតង់ធំមួយលើកលែងតែសុផលនិងវឌ្ឍនៈដែលនៅអង្គុយផឹកស្រាបៀរនៅមុខគល់ឈើម៉ាឡៃនិងមិត្តស្រីពីរនាក់ទៀតបានដេកលក់បាត់ទៅហើយស្របពេលនោះសុផលនិងវឌ្ឍនៈក៏ចាប់ផ្ដើមឮសំឡេងអ្វីម្យ៉ាងវាជាសំឡេងប្រដោះដូចជាមាននរណាម្នាក់កំពុងអូសរបស់ធ្ងន់ធ្ងរនៅលើដីខ្សាច់ជុំវិញតង់របស់ពួកគេសំឡេងអីហ្នឹងវឌ្ឍនៈសួរដោយភ័យស្លន់ស្លោសុផលព្យាយាមលាក់ភាពភ័យខ្លាចសត្វព្រៃទេដឹងឆ្កែឬជ្រូកព្រៃអីទេសំឡេងត្រដោះនោះកាន់តែខិតមុខចិត្តនិងពេលនេះវាលឺដូចជាសំឡេងម្រាមដៃវែងកំពុងកោះថ្មដាស្រាប់តែមានក្លិនមួយបក់ផាត់ចូលមកក្លិនឈាមក្រៀមលេងនឹងក្លិនផ្កាចំបៃរលួយមិនមែនសត្វទេខ្ញុំលឺសំឡេងនេះពីអ្នកភូមិវឌ្ឍនៈលោតចូលតង់ទាំងប្រញាប់សុផលនៅស្ងៀមមួយសន្ទុះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍រងាដល់ឆ្អឹងខ្នងពេលគាត់ញាក់ក្រោយទៅរកពន្លឺភិលគាត់បានឃើញស្រមោលដ៏កប៉ោះច្រហែងច្រហោងមួយឈរនៅក្បែររានទេវតាចាស់មួយវាមានរូបរាងដូចមនុស្សស្រីប៉ុន្តែដៃរបស់វាវែងជាងធម្មតានិងវាឈរអោនខ្នងសុផលមិនអាចស្រែកបានឡើយភាពក្លាហានរបស់គេត្រូវបានជំនួសដោយភាពរន្ធត់ដ៏កំពូលស្រមោលនោះចាប់ផ្ដើមដើរជប៉ុកមករកតង់របស់ពួកគេតែវាមិនដើរធម្មតាទេគឺវាលូនដោយប្រើដៃនិងជើងវែងអន្លួយរបស់វាដូចជាសត្វពីងទីងពេលវាមកដល់មាត់តង់សំឡេងខ្សឹបមួយបានបន្លឺពីកនបំពង់ករបស់ខ្មោចស្រមោលនោះហ៊ានមកដេកលើក្រែខ្ញុំសំឡេងនោះស្រាវត្រជាកដោយសំឡេងដៃកេះនឹងកញ្ចក់នៅខាងក្នុងតង់វឌ្ឍនៈកំពុងចាប់ដើមដាស់មិត្តភ័ក្តិរបស់ខ្លួនភ្លាមទ្វារតង់ដែលបិទជាមួយលុតត្រូវបានរហែកដាច់ចេញដោយកម្លាំងដ៏មហិមាមួយពន្លឺពីភិលរបស់សុផលបានចាប់ចាំងចំមុខរបស់ខ្មោចនោះវាជាមុខស្ត្រីចាស់ម្នាក់ដែលស្លែកស្លាំងរយៈពេញទៅដោយស្នាមរបួសស្ងួតភ្នែករបស់វាមានកញ្ចក់ភ្នែកទេមានតែរុនថ្មងងឹតពីគូអ្វីដែលគួរឲ្យខ្លាចជាងគេគឺដៃរបស់វាលាសន្ធឹងចូលទៅក្នុងតង់ដៃមួយចាប់ក្បាលវឌ្ឍនៈច្របាច់យ៉ាងណែនសំឡេងស្រែកយ៉ាងខ្លាំងបានបន្លឺពេញជ្រលងព្រៃឥសីម៉ាឡៃភ្ញាក់ឡើងក៏ឃើញទីសភាពដ៏រន្ធត់នោះនិងដួលសម្លាប់បាត់ស្មារតីសិស្សពីរនាក់ទៀតបានលបរត់ចេញពីតង់ទៅក្នុងព្រៃងងឹតទាំងគ្មានទិសដៅសុផលឃើញមិត្តភ័ក្តិរងគ្រោះក៏ស្រវាចាប់ប៉ែដែកមួយវាចំក្បាលខ្មោចនោះការវាប្រហារនេះបានធ្វើឲ្យវាឈឺចាប់ឡាយតែបែរជាធ្វើឲ្យខ្មោចស្រមោលនោះងាកទៅចាប់អារម្មណ៍សុផលវិញដៃដូវែងនោះក៏លាតមករកសុផលគេភ័យលាត់ព្រលឹងស្មារតីវង្វេងវង្វាន់រត់ទាំងដួយទាំងងើបចូលទៅក្រុងព្រៃសំឡេងក្អុតក្អាយដងរន្ធត់របស់ខ្មោចស្រមោលនោះនៅតែលឺដេកតាមពីក្រោយ3ថ្ងៃក្រោយក្រុមសង្គ្រោះបានរកឃើញរថយន្តចតចោលនិងតង់ដែលរហែកខ្ទេចខ្ទីនៅអន្លង់ព្រៃឥសីពួកគេរកឃើញតែស្បែកជើងមួយគូនិងកំបិតបោះតង់តែប៉ុណ្ណោះចំណែកសុផលត្រូវបានអ្នកភូមិប្រទះឃើញនៅឯវាលស្រែចម្ងាយ5គីឡូម៉ែត្រពីតំបន់បោះតង់គាត់នៅមាននងហាមតែភ្នែករបស់គាត់ស្លឹងមុខឡើងស្លែកស្លាំងគ្មានប្រលឹងក្នុងជូនដោយគេលេងនិយាយលេងតបតគ្រាន់តែរអ៊ូរំទាមតែពាក្យមួយឃ្លានៅឥតឈប់រត់វាមិនឲ្យដេកវាកំពុងតែរងចាំក្រែរបស់វាគ្មាននរណាម្នាក់រកឃើញមិត្តភក្តិទាំង4នាក់របស់សុផលទៀតឡើយជ្រលងព្រៃឥសីនៅតែស្ងាត់ជ្រងំ
ហាក់ដូចជាវាបានលាបត្របាប់អស់ហើយនៅព្រលឹងនៃអ្នកដែលហ៊ានបំពេញវា